ព្រះរតនត្រ័យកែប្រែពាក្យថារតនត្រ័យមានពីរបទគឺរតនៈនិងត្រ័យ3ជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានមកកាន់ YouTube របស់ខ្ញុំមុននឹងបន្តបើបងប្អូនស្រឡាញ់និងចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណតាមវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជជួនណាតពាក្យថារតនៈជាពាក្យខ្ចីមកពីភាសាសំស្ក្រឹតនិងបាលីមានន័យអត្ថានុរូបថាវត្ថុឬរបស់ដែលញ៉ាំងចិត្តឲ្យរីករាយដូចជាកែវពេជ្រត្បូងគ្រប់ប្រភេទសូម្បីមាសប្រាក់ក៏ហៅរតនៈដែរឬហៅថារតនវត្ថុក៏បានវត្ថុធម្មជាតិដ៏ប្រសើរវិសេសឬមនុស្សប្រសើរវិសេសសត្វវិសេសក៏ហៅរតនៈបានដែរសព្ទនេះបើប្រើភ្ជាប់ជាមួយនឹងនាមសព្ទដទៃឲ្យជាបទសមាសរៀងពីខាងដើមក៏បានពីខាងចុងក៏បានបើរៀងពីខាងដើមអានថារតនៈឬរតនៈបើរៀងពីខាងចុងអានថារតដូចជារតនករតនកករ៉នរតនកភារតនកភារតនត្រ័យរតពាក្យថារតនត្រ័យរតនត្រ័យឬត្រ័យរតនៈ3យ៉ាងគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃហៅថាពុទ្ធរតនៈធម្មរតនៈសង្ឃរតនៈឬព្រះពុទ្ធរតន៍ព្រះធម៌រតន៍ព្រះសង្ឃរតន៍ក៏បានរតនត្រ័យប្រណំការបង្អោនកាយវាចាចិត្តគោរពព្រះរតនត្រ័យរតននិធិកំណប់រតនៈគឺសមុទ្រភ្នំព្រះសុមេរុរតនប្រភាឬរតនប្រភាពន្លឺរតនៈផែនដីរតនពានិកអ្នកលក់ពេជ្រអ្នកលក់ត្បូងអ្នកលក់គ្រឿងប្រដាប់ដែលដាំត្បូងរតនពានិកឬរតនពានិកការលក់ត្បូងជំនួញត្បូងប្រែជារតនវណ្ณิកឬរតនវណ្ណិជាក៏បានរតនមយីគុណដែលប្រដាប់ដោយរតនៈដែលដាំពេជ្រដាំត្បូងរតនមាលាកម្រងកែវខ្សែខ្លួនឬខ្សែកដាំពេជ្ររតនរាំងសីស្មារតនៈពន្លឺពេជ្ររតនរាសីគំនោកែវមហាសមុទ្ររតនវត្ថុឬរតនវស្តុវត្ថុជារតនៈមានកែវត្បូងមាសប្រាក់ជាដើមរតនវិកតិឬរតនវិកតការរចនាដោយរតនៈរបស់ដាំត្បូងរតនវិចិត្រឬរតនវិចិត្រដែលវិចិត្រដោយរតនៈការរចនារំលេចដោយត្បូងរតនសុវណ្ណឬរតនសុពន្ធមាសប្រដាប់ដោយរតនៈមាសដាំពេជ្ររតនសូភាលំអរតនៈរតនាការកន្លែងដែលកើតពេជ្រដែលកើតត្បូងសមុទ្រប្រើជារតនការក៏បានរតនអាការរតនាគារតនអាគាឃ្លាំងរត់ឃ្លាំងប្រាក់រតនាលង្ការគ្រឿងអលង្ការប្រដាប់ដោយពេជ្រដោយត្បូងរតនាឡាលោកឬរតនអូភាសពន្លឺរតនៈពន្លឺពេជ្ររតនវាវលីខ្សែកដាំងពេជ្រលៈកេហបតីរតកេហបតីកែវណៃឃ្លាំងកែវសម្រាប់ព្រះរាជាចក្រពត្តិចក្រារតឬចក្ររតកងកែវសម្រាប់ស្ដេចចក្រពត្តិត្រទូងរតត្រទូងកែវគឺសមណស័ក្តិទីរាជាគណៈសម្រាប់ឯកនៅកម្ពុជារដ្ឋពីខ្វឹងសម័យបុរាណនារីរតនាងកែវស្ត្រីកែវឬស្ត្រីថ្លៃស្ត្រីមានលំអប្រហែលដូចពេជ្របរិណាយករតនាយពលកែវសម្រាប់ស្ដេចចក្រពត្តិប្រុសរតឬប្រុសរតប្រុសកែវឬប្រុសថ្លៃបប្រាល់រតកែវប្រប៉ាល់មណីរតកែវមណីពេជ្រមានតម្លៃសម្រាប់ស្ដេចចក្រពត្តិក៏បានមហាបុរសរតមហាបុរសថ្លៃថ្លាហត្ថីរតឬដំរីរតដំរីកែវសម្រាប់ព្រះរាជាចក្រពត្តិអសរតឬសេះរតសេះកែវសម្រាប់ស្ដេចចក្រពត្តិឥទ្ធិរតឬស្ត្រីរតស្ត្រីកែវសម្រាប់ស្ដេចចក្រពត្តិលៈអាចសរសេរថារណរតរតនបានផងបាយចប់ជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាដែលបានមកកាន់ YouTube របស់ខ្ញុំបើបងប្អូនស្រឡាញ់និងចូលចិត្តសូមជួយ Subscribe ម្នាក់មួយផងដើម្បីបានវីដេអូថ្មីៗសូមអរគុណ